Bán này em bị BMW signature đại bong bóng squall môn kê nó cứ phần nào nơi kháng một pi block thông thông hai bạn vậy BMW bong bóng nó sập dân squall tràn mình đến cứ chỉ một hệ dân à làm mắng hai bạn vậy BMW bong bóng dù vậy dân squall tràn mình đến âm 4 hay nâng âm 5 và tại ngày này khi trăng lơ mọc này vậy việc pon cho mình nâng âm 2CS âm 2CS việc thả CS cứ việc bên nó bảo viết competition sport chẳng dừng mà score PVต่างๆនេះប៉ុន្តែខ្ញុំចង់បន្ថែមបន្តិចថាសម្រាប់រថយន្ត M2 នេះគឺជារថយន្តមួយដែលប្រើប្រាស់តែប៉ុងមួយទេគឺនៅផ្នែកខាងក្រោយហើយក៏គេបានបញ្ជាក់ដែរថាបច្ចុប្បន្ននេះជារថយន្តប៉ុងមួយដែលមានកម្លាំងខ្លាំងជាងគេផងដែរអញ្ចឹងសម្រាប់បងប្អូនអ្នកដែលស្រឡាញ់ BMW គ្រាន់តែឃើញវីដេអូនេះភ្លាមខ្ញុំជឿថារំភើបតែម្ដងហើយនេះគឺជា BMW M2 CS ឆ្នាំ2026សូមបញ្ជាក់ថា M2 CS ជារថយន្ត M ប្រើប៉ុងក្រោយដែលកម្លាំងខ្លាំងជាងគេនាពេលបច្ចុប្បន្នសម្រាប់ M2 CS ថ្មីមកជាមួយនឹងប្រអប់លេខ8វគ្គដោយគ្មានជម្រើសលេខដៃទេសម្រាប់ឆ្នាំមុនគឺមានជម្រើសជាមួយនឹងលេខដៃការប្រើប្រាស់លេខដៃងាយស្រួលក្នុងការបុកលេខថែមថយលេខប៉ុន្តែសម្រាប់ជម្រើសឆ្នាំ2026នេះគឺគ្មានភ្ជាប់មកជាមួយនឹងលេខដៃទេប្រើជាមួយនឹងលេខអូតូសុទ្ធប៉ុន្តែក៏មានជាមួយនឹងលេខ M ដែរឬក៏យើងហៅថាលេខ manual ដែលភ្ជាប់មកជាមួយនឹងប្រអប់លេខអូតូតែម្ដងហើយវាក៏ភ្ជាប់មកជាមួយនឹងប៊ូតុង pedal shift នៅលើដៃចង្កូតតែម្ដងងាយស្រួលក្នុងការថែមថយលេខដូចគ្នាប៉ុន្តែសម្រាប់បងប្អូនអ្នកដែលចូលចិត្តប្រើប្រាស់លេខដៃផ្ទាល់ដែលអមជាមួយនឹងអង្គយ៉ាហ្នឹងបើសិនជាផ្លាស់ប្ដូរមកប្រើជាមួយនឹងគេហៅថា pedal shift ប្រហែលជាមិនសូវជាសប្បាយចិត្តប្រហែលទេព្រោះมันបានបុកលេខតាមអ្វីដែលខ្លួនឯងចូលចិត្តទេសម្រាប់ M2 CS ថ្មីក៏ភ្ជាប់មកជាមួយនឹងប្រអប់លេខ8វគ្គអូតូម៉ាទិកដោយគ្មានជម្រើសលេខដៃទេសម្រាប់ឆ្នាំថ្មីនេះអញ្ចឹងខ្ញុំក៏សូមបញ្ជាក់បងប្អូនបន្តិចថាសម្រាប់បងប្អូនអ្នកដែលស្រឡាញ់ M2 ឬក៏ M2 CS នៅតំបន់អឺរ៉ុបគឺគេចូលចិត្តប្រើប្រាស់មែនទែនជាមួយនឹងលេខដៃប៉ុន្តែថ្មីត្បិតតែមានផ្លាស់ប្ដូរមកប្រើប្រាស់ជាមួយនឹងលេខអូតូជាមួយនឹងការប្រើប្រាស់ជាមួយនឹងលេខ M ឬក៏ភ្ជាប់មកជាមួយនឹង pedal shift នេះរថយន្តនេះក៏មានកម្លាំងខ្លាំងជាងមុនដែរដោយវាប្រើប្រាស់ជាមួយនឹងម៉ាស៊ីន 3.0 liter twin turbo inline 6ឬក៏យើងហៅថា6ស៊ីឡាំងវាផលិតកម្លាំងបាន523សេសនិងកម្លាំងរវល់របស់វារហូតដល់649.5 Newton mét ដែលងាយស្រួលក្នុងការបងប្អូនទួងកង់ឬក៏ drift មែនតែម្ដងអញ្ចឹងត្រង់កន្លែងចំណុចកម្លាំងសេសនិងកម្លាំងរវល់នេះខ្ញុំចង់នាំបងប្អូនទៅអតីតកាលវិញបន្តិចដោយសារតែ M2 និង M2 CS ឆ្នាំ2026នេះគឺវាមានកម្លាំងខ្លាំងជាងជំនាន់មុនដោយវាបានបន្ថែមកម្លាំងរហូតដល់50សេសនិងកម្លាំងរវល់ 48.81 Newton mét នេះបើគិតទៅលើ M2 ធម្មតាប៉ុន្តែកម្លាំងសេសវាកើនរហូតដល់78សេសសម្រាប់ M2 CS ផងដែរអញ្ចឹងសម្រាប់ M2 និង M2 CS នេះវាក៏បានយកម៉ាស៊ីនពី M3 Competition X Drive ដែលវាមានកម្លាំងតិចជាង M3 ត្រឹមតែ20សេសទេហើយវាក៏មានការរចនាឲ្យមានទម្ងន់ស្រាលដោយប្រើជាមួយនឹង carbon fiber ដូចជានៅលើដំបូល diffuser spoiler ហើយសំបកកង់ក៏ប្រើប្រាស់ជាមួយនឹង aluminium ហើយក៏អាចជ្រើសរើសនៅទម្ងន់ឲ្យស្រាលជាងហ្នឹងដោយប្រើ Frank carbon ceramic ផងដែរខាងក្នុងវាមានជាមួយនឹង AM carbon ដែលមានការរចនាលេចធ្លោស្អាតមែនទែនគៀបជាមួយនឹងខ្លួនយើងតែម្ដងងាយស្រួលក្នុងការដែលបងប្អូនលេងល្បឿនប្រើប្រាស់ឲ្យផ្សេងឬក៏ drift ផងដែរជាមួយនឹងពណ៌ពន្លិចតំណាងឲ្យ model M និងមានកៅអីកម្ដៅអំពូលភ្លើង ambient light ហើយក៏មានជាមួយនឹង BMW Convert Display ដែលរួមបញ្ចូលជាមួយនឹងអេក្រង់បង្ហាញព័ត៌មានរហូតដល់ 12.3 អ៊ីងនិងអេក្រង់បញ្ជាផ្នែកកណ្ដាលទំហំ 14.9 អ៊ីងប្រើប្រាស់ជាមួយនឹង BMW Operating System 8.5 ដែលអាចគ្រប់គ្រងមុខងារផ្សេងៗបានច្រើនមែនទែននឹងការបញ្ជាដោយសំឡេងកាន់តែមិនធម្មតាបំពាក់មកជាមួយនឹង speaker Harman Kardon Surround Sound System តែម្ដងហើយក៏ភ្ជាប់មកជាមួយនឹង Apple CarPlay Android Auto ដែលឥតខ្សែ BMW បានអះអាងថា M2 CS នេះអាចរត់ពី0ទៅ100ចាយពេលត្រឹមតែ 3.7 វិនាទីប៉ុណ្ណោះវាលឿនជាង M2 ធម្មតា 0.2 វិនាទីហើយសម្រាប់ឆ្នាំថ្មីនេះក៏មានការកែប្រែតួរថយន្តទាបជាងមុន 0.2 អ៊ីងមានការរចនាទៅលើ Adaptive Damper និង M Dynamic Mode អញ្ចឹងសម្រាប់ BMW M2 CS និង M2 ធម្មតានឹងប្រកាសចេញលក់នៅចុងឆ្នាំ2025ដោយ model M2 CS ហ្នឹងគឺមានតម្លៃ $99,775 ដុល្លារខ្ពស់ជាង model M2 ធម្មតា $33,100 សម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះ M2 ថ្លៃភ្នែកទេធ្លាប់តែឃើញ M4 ឬក៏ M5 ប៉ុន្តែនេះគឺជា M2 ដែលប្រើប្រាស់ជាមួយនឹងប៉ុងក្រោយផលិតកម្លាំងបានខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះបើតាមការអះអាងតាមការប្រាប់របស់ក្រុមហ៊ុន BMW អញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងជម្រាបលាជួបគ្នានៅវីដេអូឡើងក្រោយបាយបាយ